ញោមប៊ីបាត់បង់ឱកាសទទួលបានប្រាក់រង្វាន់$1500ពេលដែលខ្ញុំប្រឡងបាក់ឌុបបើសិនជាខ្ញុំអនុវត្តវិធីសាស្ត្រ3នេះយូរតាបន្តិចទៀតវីដេអូនេះខ្ញុំជូនជាពិសេសសម្រាប់អ្នកដែលគាត់ធាមប្រឡងបាក់ឌុបមួយឆ្នាំហ្នឹងកំពុងតែវែងអត់ដឹងថាគួរដើរផ្លូវណាអ្នកទាំងគ្នាមើលវីដេអូនេះសិនបានដោយសារតែនៅក្នុងវីដេអូនេះដែរខ្ញុំនឹងណែនាំអ្នកទាំងគ្នាអំពីផ្លូវក៏ដូចជាវិធីនៅក្នុងការធ្វើមិនឲ្យអ្នកទាំងគ្នាទទួលបាននីតិល្អវិធីសាស្ត្រទី1អនុវត្តវិញ្ញាសាឆ្នាំចាស់ឡើងវិញអូនភាគច្រើនតែងតែមើលរំលងចំណុចនេះចំណុចហ្នឹងគឺសំខាន់ខ្លាំងមែនតើតែម្ដងតើអ្នកទាំងគ្នាមានពេលព្យាយាមអនុវត្តវិញ្ញាសានិងការតម្រូវចំណុចខុសឡើងវិញឧទាហរណ៍មុនពេលដែលអ្នកគ្នាប្រឡងអ្នកទីប្រកាសជាធ្លាប់ធ្វើវិញ្ញាសាពីមុនមកហើយប្រកាសជាដឹងថាកន្លែងខ្សោយចំណុចណាខ្វះខាតចំណុចណាអញ្ចឹងអ្នកគ្នាយកចំណុចទាំងអស់ហ្នឹងយកមកធ្វើឡើងវិញដូចខ្ញុំប្រឡងអញ្ចឹងទៅអ្នកគ្នាប្រឡងសាកល្បងគឺខ្ញុំធ្វើលំហាត់នឹងខុសហើយខ្ញុំខំខ្លួនឯងខ្លាំងមែនតើប៉ុន្តែខ្ញុំនៅតែព្យាយាមនៅក្នុងការយកលំហាត់ចាស់ហ្នឹងដែលខ្ញុំធ្វើខុសខ្ញុំយកមកធ្វើឡើងវិញរហូតដល់ខ្ញុំចេះហើយកាប់ប្រវត្តិគឺវាចេញចំហើយចៃដន្យខ្លាំងមែនតើក្នុងនាមជា mentor ម្នាក់សម្រាប់កម្មវិធី Siena Project Cambodia 2026 Whisper of the Heart នាងខ្ញុំមានបេសកកម្មមួយដ៏សំខាន់ដើម្បីចុះទៅបង្រៀនជំនាញដឹកនាំនិងការនិយាយជាសាធារណៈទៅកាន់ពួកគេដើម្បីឲ្យកម្មវិធីនេះដំណើរការកាន់តែរលូនល្អពួកយើងបានបង្កើតកម្មវិធីរយអង្គាសថវិកាមួយដើម្បីជួយទៅដល់បងប្អូនដែលមានពិការភាពនៅវិទ្យាល័យអប់រំពិសេសខេត្តសៀមរាបផងដែរដូច្នេះហើយអ្នកទាំងគ្នាអាចចូលរួមបរិច្ចាគថវិកាទាំងអស់នេះជាមួយនឹងនាងខ្ញុំបានរាល់ថវិកាដែលពួកយើងទទួលបានពួកយើងនឹងយកទៅទិញសម្ភារៈដើម្បីជួយទៅដល់បងប្អូននៅខេត្តសៀមរាបផ្ទាល់តែម្ដងរួមគ្នាកសាងក្តីស្រមៃនិងផ្ដល់ឱកាសសិក្សាដល់កុមារនៅខេត្តសៀមរាបចំណុចទី2ខ្លីខ្លឹមចាំគោលដៅកុំព្យាយាមទន្ទិញមេរៀនទាំងមូលអញ្ចឹងអ្នកទាំងគ្នាត្រូវតែចាប់យកចំណុចណាដែលសំខាន់ Snow និងមេរៀនក៏ដូចជាការប្រឡងផ្សេងៗដែលគេចេញញឹកញាប់យកមកធ្វើវាឡើងវិញចំណុចទី3គឺការស្វែងរកជំនួយជាធម្មតានៅពេលដែលយើងធ្វើលំហាត់ក៏ដូចជាមេរៀនឯហ្នឹងយើងប្រកាសជាមានបញ្ហាអញ្ចឹងអ្នកទាំងគ្នាកុំនៅស្ងៀមត្រូវតែចេះរកជំនួយសួរលោកគ្រូអ្នកគ្រូក៏ដូចជាមិត្តភ័ក្តិយើងភ្លាមដើម្បីដោះស្រាយចម្ងល់ហ្នឹងឲ្យបានទាន់ពេលវេលាកុំទុកវាចោលសម្រាប់វីដេអូខ្ញុំថ្ងៃនេះដែរគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនជូនពរអ្នកទាំងគ្នាប្រឡងទទួលបានជោគជ័យទាំងអស់គ្នា